ផ្ដើមនៅរឿងដំបូងគឺបង្ហាញអំពី Tower of Hero ភ្លាមនោះក៏មានសម្លេងមួយបានហៅទៅកាន់ Wire Master វាគឺខុសច្បាប់ក្នុងការចូលប្រើប្រាស់ព័ត៌មានអន្តរជាតិដោយគ្មានការអនុញ្ញាតហើយពួកយើងគួរតែធ្វើអ្វីទៅបើសិនបើត្រូវបានគេចាប់បាននោះសូមអាប្រាប់ថាវាមិនអីនោះទេគ្រាន់តែចូលមើលការកត់ត្រាទុកនៅការវាយប្រហារនៅឯសារមន្ទីរប៉ុណ្ណោះនៅកន្លែងនេះគឺបង្ហាញអំពីលក្ខណៈសម្បត្តិនៃពន្លឺម៉ាណានេះត្រូវបានគ្របដណ្ដប់ជុំវិញរាងកាយបិសាចដែលជាមនុស្សនោះដូច្នេះមានន័យថាអ្នកដែលអាចកម្ចាត់មនុស្សកាត់បិសាចនេះបានគឺមានលក្ខណៈសម្បត្តិនៃពន្លឺហើយអ្នកប្រើប្រាស់ម៉ាណាដែលមានលក្ខណៈសម្បត្តិនៃពន្លឺវាគឺជាជំនួយដ៏ធំនៅក្នុងការប្រឆាំងជាមួយនឹងមនុស្សកាត់បិសាចដូច្នេះហើយខ្ញុំត្រូវតែស្វែងរកមនុស្សម្នាក់នោះនិងអូសទាញគាត់ចូលវាឲ្យបានរួចនាងបានសូមបញ្ជាក់ទៅកាន់អ្នកក្រមបង្គាប់របស់នាងថាតែបិសាចដែលមាននៅក្នុងខ្លួនមនុស្សនោះត្រូវបានព្រួដោយបេក្ខជនមកពីខ្ជួរ3នាក់មែនទេមើលទៅមួយនៅក្នុងចំណោមពួកគេប្រកាសជាមានលក្ខណៈសម្បត្តិនៃពន្លឺហើយគឹមសូហូឆាណាយុនពួកគេត្រូវបានកប់សម្គាល់រួចហើយត្រូវហើយម្នាក់ចុងក្រោយគេខ្ញុំគឺមិនដែលលើឈ្មោះនោះពីមុនមកទេបេក្ខជនខ្ជួរចំថ្នាក់934គឹមហាជីននៅខាងនេះវិញហាជិនបានគិតថាវាត្រូវការចំណាយពេលបន្តិចទើបឲ្យគាត់នឹងដឹងបានដោយអ្នកគ្រប់គ្នាក្រៅពីគាត់គឺមិនអាចមើលឃើញ laptop របស់គាត់បានទេដូច្នេះហើយវាជួយដល់គាត់នៅក្នុងការត្រួតពិនិត្យ setting ដែលមិនចាំបាច់មានការបារម្ភហើយបន្ទាប់ពីខ្ញុំបានដឹងអំពីរឿងរ៉ាវមួយនេះមានលក្ខណៈថ្មីបានបន្ថែមនៅក្នុង laptop មួយនេះវាគឺជា setting ផ្លាស់ប្ដូររឿងដែលកើតឡើងគាត់បានឃើញថាទំនុកចិត្តរបស់តួអង្គដាមីនបានធ្លាក់ចុះខុសពីធម្មតាមិនឲ្យធ្លាក់ចុះមិនបានប្រកួត20ដងឈ្នះតែ2ដងហ្នឹងហើយជាមួយនឹងលក្ខណៈសម្បត្តិថ្មីនេះធ្វើឲ្យគាត់បានដឹងអំពីស្ថានភាពខុសៗគ្នានៅក្នុងចម្ងាយជុំវិញខ្លួនគាត់30ម៉ែត្រហាជិនគិតថានេះក៏មានឥទ្ធិពលច្រើនជាងអ្នកនិពន្ធម្នាក់ទៀតផងភ្លាមនោះណាយុនបានហៅទៅកាន់ហាជិនដើម្បីធ្វើការសាកល្បងជាមួយនឹងនាងហាជិនបានមើលទៅកាន់នាងហើយក៏និយាយថាខ្ញុំមិនចង់ទេណាយុនសួរថាយ៉ាងម៉េចតើលោកខ្លាចមែនទេមានអ្វីកើតឡើងជាមួយនឹងភាពក្លាហានរបស់លោកនៅពេលដែលលោកធ្វើដាក់គ្រួសាររបស់ខ្ញុំហាជិនតបថាខ្ញុំគឺបានប្រុងប្រយ័ត្នណាស់ហើយចាប់តាំងតែគាត់នៅរស់បន្ទាប់ពីត្រូវគ្រាប់រំសៀវហើយខ្ញុំគឺមិនចង់ឲ្យអ្នកណាគេមកស្ដីឲ្យទេពីព្រោះតែខ្ញុំបានធ្វើបាបមិត្តរួមថ្នាក់លើសម្ដីរបស់ហាជិនដូច្នេះហើយធ្វើឲ្យណាយុននឹងគឺខឹងសម្បាមែនតើភ្លាមនោះ Professor ក៏ចូលមកព្រមទាំងសួរថាណែតែងតែពីរនាក់កំពុងធ្វើអ្វីបេក្ខជនហាជិនគឺមិនអាចសាកល្បងជាមួយនឹងអ្នករតីបានទេព្រោះគាត់គឺមិនទាន់បានបញ្ចប់ការ training អាវុធនៅឡើយទេដូច្នេះហើយបេក្ខជនណាយុនសូមត្រឡប់ទៅកាន់ទីកន្លែងរបស់នាងវិញទៅណាយុននាងបានដើរចេញទាំងមិនសុខចិត្តចំណែកឯហាជិនវិញក៏សម្លឹងមើលនាងពីខាងក្រោយព្រមទាំងគិតថាវាគ្មានហេតុផលអ្វីទេដែលខ្ញុំត្រូវសុំទោសនោះហើយអ្វីដែលខ្ញុំធ្វើទាំងអស់នេះគឺដើម្បីឲ្យខ្លួនឯងកាន់តែខ្លាំងក្លាជាងមុនបន្ទាប់ពីបានសម្លាប់បងប្រុសក្មេងស្រីនោះក៏ដោយបើសិនបើខ្ញុំធ្វើឲ្យទំនាក់ទំនងរបស់ខ្ញុំជាមួយនឹងនាងកាន់តែល្អប្រសើរនៅចុងក្រោយនាងគឺនៅតែក្បត់មកកាន់ខ្ញុំដដែលទេបន្តមើលសាច់រឿងគឺបង្ហាញអំពីទីកន្លែងនៅក្នុងខ្ជូបវិញយើងបានឃើញបរិមម្នាក់នៅលើឆាកគាត់គឺបាននិយាយឡើងថាស្វាគមន៍ថ្នាក់វរិថាមកកាន់ការតម្រង់ទិសខ្ញុំគឺជាប្រធានក្រុមមានឈ្មោះថាយ៉នហើយគោលបំណងក្លឹបរបស់ពួកយើងគឺដើម្បីវិភាគពីសត្វចម្លែកនិងស្វែងយល់ពីយុទ្ធសាស្ត្រវាឆ្មក់ក្នុងមួយសប្តាហ៍ពួកយើងជុំគ្នាពិភាក្សាពី topic នេះជាមួយម្ដងបើសិនបើអ្នករាល់គ្នាគឺចង់ស្វែងរក Decade បានពួកយើងនឹងធ្វើការចែកចាយជូនហាជិនបានគិតថាជាមួយនឹងរូបរាងដ៏តាក់ទាញថែមទាំងបានចាប់យកចំណារអារម្មណ៍មនុស្សជុំវិញខ្លួនរឿងទាំងអស់នេះសុទ្ធសឹងតែជាសមត្ថភាពរបស់បិសាចនៅក្នុងឈូបនៅពេលដែលដល់ដំណាក់កាលសាច់រឿងសំខាន់ព្រឹត្តិការណ៍រកខើនៅពេលដែលបេក្ខជនឈូបបំពេញ mission វាជាការជឿចូលរបស់ពពួកសត្វចម្លែកដើម្បីកាន់កាប់វាមិនមែនមានត្រឹមតែយនទេដែលជាតួអង្គអាក្រក់នៅទីនេះគាត់ក៏ទទួលបានអំណោយការចាប់ចិត្តចេញពីពពួកបិសាចបន្ទាប់ពីភ្ជាប់ទំនាក់ទំនងហើយនៅពេលនោះគឺជាពេលវេលាដែលគាត់ខ្លាចទៅជាមនុស្សបិសាចនៅពេលបច្ចុប្បន្នគាត់គឺជាគោលដៅបន្ទាប់នេះក៏ជាហេតុផលដែលខ្ញុំចូលរួមនៅក្នុងក្លឹបសាលានេះដូចគ្នារួចយើងក៏បានឃើញថាសូម្បីតែយនហានាងក៏បានចូលរួមក្លឹបនេះដូចគ្នាយននិយាយថាដោយសារតែថ្ងៃនេះគឺជាថ្ងៃដំបូងគាត់ក៏បានបង្ហាញអំពីសត្វចម្លែកថ្នាក់មធ្យមកម្រិតខ្ពស់វាគឺមានឈ្មោះថា Mountain Tirad ដោយសត្វចម្លែកនេះគឺវាមានប្រវត្តិចំនួន50ឆ្នាំហើយចំណែកឯព័ត៌មានអំពីសត្វចម្លែកថ្នាក់ខ្ពស់វាជាព័ត៌មានដ៏ល្អសម្រាប់ក្លឹបខាងក្រៅនិងក្លឹបខាងក្នុងហើយក្នុងចំណោមនោះព័ត៌មានដែលតាក់ទងទៅនឹង viral point បើសិនបើយើងលក់ព័ត៌មាននោះទៅយ៉ាងហោចណាស់ក៏ទទួលបានលុយរាប់ពាន់លានដែរហើយអញ្ចឹងយើងមកសិក្សាអំពី viral point នៅលើរាងកាយសត្វចម្លែក Mountain Tirad ហើយបេក្ខជនយន្តហាតើនាងដឹងដែរឬទេយន្តហាតបថាគឺគ្មានព័ត៌មាននោះទេបើតាមអ្វីដែលខ្ញុំបានដឹងយន្តតបថាត្រូវហើយបន្ទាប់មកអបិហ្នឹងគឺបន្តនិយាយរឿងរ៉ាវជាច្រើនទៀតរហូតទាល់តែពេលវេលាទាំងមូលហ្នឹងគឺត្រូវបានអស់ហើយអបិហ្នឹងមុននឹងទៅបានប្រាប់ថាណាគេដែលចង់ពិភាក្សាគឺអាចចូលរួម
មួយថ្ងៃនេះបានចំណែកឯហាចិនវិញក៏បានសួរទៅកាន់យន្តហាតានាងចង់ទៅដែរទេប៉ុន្តែយន្តហានាងបានជាដើរចេញធ្វើជាមិនដឹងទៅវិញឯហាចិនក៏ស្រែកសួរថាយោយន្តហាតានាងចូលរួមដែរទេយន្តហាបានចាត់ឆ្លើយថានាងនឹងចូលរួមដោយសារចង់ទទួលបានព័ត៌មានសំខាន់ហាចិនសួរថាតានាងចង់យកព័ត៌មានទាំងអស់នោះប្រាប់ទៅកាន់ហ្គារបស់នាងហើយហ្គារបស់នាងហ្នឹងគឺមានឈ្មោះថាខ្លឹមសារនៃច្រកសមុទ្រ50ឆ្នាំមុននៅពេលដែលគ្រោះមហន្តរាយបានកើតឡើងគ្រួសាររបស់យោយន្តហាគឺជាកូនសោដ៏សំខាន់មួយហើយនៅពេលនេះគ្រួសាររបស់នាងក៏ក្លាយទៅជាហ្គាដ៏ធំមួយនៅប្រទេសកូរ៉េដែរហាចិនបាននិយាយបន្តខ្ញុំដឹងថា White Captain នៅក្នុងហ្គារបស់នាងគឺពិតជាមានអំណាចខ្លាំងបើអញ្ចឹងតានាងនឹងក្លាយទៅជាអ្នកសងលំែងដ៏ស្របច្បាប់បើសិនបាននោះគឺជាហេតុផលវាគឺខុសគ្នាពីអ្វីដែលនាងត្រូវធ្វើជាធម្មតាហើយយន្តហាលីហើយក៏សួរថាណែតើលោកគឺចង់និយាយអ្វីហ្នឹងហាចិនក៏និយាយថាខ្ញុំប្រាប់នាងទៅចុះពីចំណុចខ្សោយរបស់សត្វចម្លែកថ្នាក់ខ្ពស់ Mountain Tyran យន្តហាលើសម្ដីរបស់ហាចិនដូច្នេះហើយគឺមិនចង់ជឿនោះទេហាចិនប្រាប់ថាវាគឺមានចំណុចសម្គាល់ពណ៌ខៀវដ៏តូចមួយនៅលើកែងជើងសត្វចម្លែកនោះបើសិនបើនាងវាហាចំទីកន្លែងនោះនឹងធ្វើឲ្យសត្វចម្លែកនោះមិនអាចរត់បានទេហើយព័ត៌មានមួយនេះខ្ញុំប្រាប់នាងគឺមិនយកលុយនោះទេហើយមួយទៀតនាងបានដឹងទេថាគ្រឿងសព្វាវុធខ្លាំងៗគឺគេរបស់នាងជាអ្នកគ្រប់គ្រងនោះខ្ញុំសង្ឃឹមថានាងនឹងអាចឲ្យខ្ញុំនៅកំភ្លើង Diesel Angle យន្តហាបានកើតបន្តិចរួចក៏និយាយថាតើមានផុសតាងអ្វីទៅដែលបញ្ជាក់ថាសម្ដីរបស់លោកជាការពិតលោកគឺមិនមានឯកសារដើម្បីបញ្ជាក់នៅអ្វីដែលលោកបាននិយាយនោះទេតើត្រូវដែរឬទេហាជីននៅស្ងៀមបន្តិចរួចក៏តបថាអត់មានទេរឿងនេះបានធ្វើឲ្យយន្តហាគឺមានការគាំងមែនទែនរូបនាងបានដើរចាក់ចេញទៅទាំងកំហឹងដោយន័យថាពិតជាខ្ជះខ្ជាយពេលវេលាមែនហាជីនប្រាប់ថានាងនឹងមានគ្រោះថ្នាក់បើសិនបើមិនជឿសម្ដីរបស់ខ្ញុំហាជីនគិតថាបើសិនបើយោយន្តហាមិនចារអារម្មណ៍ជាមួយនឹងព័ត៌មាននេះវាគឺមានតម្លៃរហូតដល់រាប់រយលានឯណោះបើអញ្ចឹងព័ត៌មានមួយនេះនឹងប្រែខ្លះទៅជាអបប្រយោជន៍ហើយប៉ុន្តែបើសិនបើនាងជឿខ្ញុំនឹងទទួលបានសម្ព័ន្ធមិត្តហើយនៅខាងនេះវិញយន្តហាបានតែទៅកាន់លេខារបស់នាងបានប្រាប់ពីចំណុចខ្សោយរបស់សត្វចម្លែកថ្នាក់ខ្ពស់នោះទៅកាន់លេខារបស់នាងដែលវាដូចគ្នាទៅនឹងសម្បីរបស់ហាជីនបន្ទាប់មកសាររឿងបង្ហាញអំពីសេចក្តីជូនដំណឹងប្រាក់កម្ចីធនាគាររបស់បេក្ខជនគីមហាជីនគឺបានខ្ចីគេរហូតដល់300លានវ៉ុនហើយនោះចំណែកឯហាជីនវិញគ្រាន់តែបានឃើញអំពីចំនួនទឹកប្រាក់ក៏មានការផ្សាយប៉ាដូចគ្នាគាត់មិនដឹងថាអាចចង្រៃគីមចុនដងនឹងបានធ្វើអ្វីខ្លះទេជាមួយនឹងទឹកប្រាក់ដ៏ច្រើននេះឬគាត់បានយកក្រដាសដែលបញ្ជាក់ពីការខ្ចីប្រាក់គេនឹងទាំងអស់សង្ឃឹមហើយពេលនោះគាត់ក៏បានមើលទៅកាន់លុយដែលគាត់មានគឺទឹកខ្លាំងមែនទែនត្រឹមតែ3លានវ៉ុនប៉ុណ្ណោះគ្រាន់តែឃើញរឿងបែបនេះបានធ្វើឲ្យហាជីននឹងចង់ត្រឡប់ទៅកាន់ពិភពលោកដើមវិញហើយព្រោះអីទោះបីជាចំណាយពេលពេញមួយជីវិតក៏ដោយក៏មិនប្រកាសថាអាចបង់ប្រាក់គេអស់ដែរហាជីនគិតថាមើលទៅគាត់គួរតែរកលុយមួយចំនួនហើយនៅពេលនេះហាជីនបាននឹកឃើញរឿងចំនួន2ដែលជួយគាត់អាចរកប្រាក់បានទី1នោះគឺជាការវិនិយោគភាគហ៊ុន Tower ជាមួយនឹងដូនច័ន្ទបានលេចឡើងពីពេញពិភពលោករួចគាក៏បានបង្កើតឡើងដើម្បីចូលទៅរករកនៅក្នុងនោះរួចភាគហ៊ុនគាគឺអាចទិញយកឬក៏លក់បាននៅតាមទីផ្សាររួចហាជីនក៏ដឹងដែរថានៅពេលអនាគតគាណាដែលធំជាងគេប៉ុន្តែអ្វីដែលសំខាន់នៅពេលនេះគាត់គឺគ្មានលុយវិនិយោគទេដូច្នេះហើយគាត់ក៏បាននឹកឃើញទៅដល់វិធីទី2វាគឺជាទីធ្លាប្រមាញ់តំបន់ណាដែលមានគ្រោះថ្នាក់គឺមានសត្វចម្លែកបានលេចឡើងរួចវាគឺខុសគ្នា Tower និងដូនច័ន្ទដោយកម្រិតគ្រោះថ្នាក់របស់វាប្រមាញ់គឺច្រើនជាងប៉ុន្តែយើងអាចផ្លាស់ប្ដូររាងកាយសត្វចម្លែកជាប្រាក់បានភ្លាមៗនៅពេលបច្ចុប្បន្នកម្លាំងរបស់ខ្ញុំគឺខ្លាំងជាងមនុស្សពេញវ័យធម្មតាតែខ្ញុំអាចទៅកាន់វាប្រមាញ់ជាមួយនឹងកម្រិតបច្ចុប្បន្នបានទេរួចគាត់គិតថាការវឹកហាត់កំភ្លើងនៅពេលបច្ចុប្បន្ននេះជាមួយនឹង Story Point វាគឺពិតជាខ្ជះខ្ជាយណាស់ត្រូវហើយតែអាចមានវិធីផ្សេងដែរទេហើយភ្លាមៗមកដែរក៏មានមនុស្សបានហៅទៅកាន់បេក្ខជនហាជីនលោកនៅពេលនេះគឺទទួលបានប្រអប់មួយចេញអំពីបេក្ខជនយោយន្តហាជីនលើដូច្នេះហើយក៏ដូចជាភ្ញាក់ផ្អើលបន្តិចដែរហើយនៅពេលដែលគាត់បានបើកទ្វារទៅខាងក្រៅនោះក៏បានឃើញប្រអប់មួយដូចគ្នាមករងចាំយូរហាជីនក៏បានបើកប្រអប់នោះយកតាមរងហាជីនគឺបន្ទាប់ពីបានឃើញហើយគឺមានការភ្ញាក់ផ្អើលមែនតើបន្ទាប់មកសាច់រឿងគឺការមកដល់កាងវ៉ុនដូគឺជាទីកន្លែងវាវ៉ុនជូព្រោះយើងបានឃើញនារីម្នាក់បានអរគុណទៅកាន់គីមហាជីនដែលបានប្រើប្រាស់ portal ហាជីនក៏ថាមើលទៅកញ្ញាម្នាក់នេះរាក់ទាក់មកកាន់គាត់ណាស់គ្រាន់តែគាត់ប្រាប់ថាជាបេក្ខជនសោះបន្ទាប់មកហាជីនក៏បានដើរចេញមកមើលនៅខាងក្រៅតំបន់កាងវ៉ុនដូគឺជាតំបន់ Field Hunter ដែលមានកម្រិតគ្រោះថ្នាក់ទាបបំផុតមនុស្សជាច្រើនគ្រប់ជាសាសបានប្រមូលផ្ដុំមើលទីកន្លែងនេះហើយវាមិនគ្រាន់តែជាទីកន្លែងប្រមាញ់នោះទេក៏ជាទីប្រជុំជនអន្តរជាតិផងដែរព្រោះយើងក៏បានឃើញបរិមម្នាក់បានស្រាវប្រកាសស្វែងរកសមាជិកចំណែកឯហាជីនក៏បានដើរមើលទីកន្លែងនៅជុំវិញនេះគាត់ក៏បានប្រទះឃើញថាអ្នកខ្លះក៏បានបង្កើតទៅជាក្រុមតូចៗរួចហាជីនក៏បានលើកអំពីតម្លៃនៅក្នុងការដោះដូរទំនិញគ្នាផងដែរហាជីនគិតថាការលក់សត្វចម្លែកហ្នឹងក៏ឲ្យគាត់ទទួលបានអត្ថប្រយោជន៍ដែរហើយល្អទេបើសិនមកខ្ញុំស្វែងរកភ្នាក់ងារជាមួយម្នាក់រួចភ្លាមនោះដែរក៏មានបរិមម្នាក់បានហៅទៅកាន់ហាជីនគាត់បានសួរទៅកាន់ហាជីនថាតើលោកមើលទីនេះដើម្បីប្រមាញ់សត្វចម្លែកត្រូវទេហាជីនក៏សួរវិញថាតើលោកគឺជាភ្នាក់ងារឬហើយភ្នាក់ងារហ្នឹងគឺជាអ្នកជួយដោះដូរនិងលក់ទំនិញអញ្ចឹងទៅបរិមនោះ
តបថាត្រូវហើយរួចគាត់ក៏បញ្ញាប់ស្វែងរកការបង្ហាញទៅកាន់ហាជិនទទួលយកការចេញពីអបនុព្រមទាំងគិតថាមើលតែគាត់នេះគឺមានភាពច្បោកច្បល់ដល់ហើយរួចហាជិនភ្ញាក់ផ្អើលមែនទែនដោយដឹងថាបរិអ្នកនេះមកពីភ្នាក់ងារ SA ផ្លេចប្រាប់បរិអ្នកនេះមានឈ្មោះថាផាកសូយុកហាជិនគិតថាទីភ្នាក់ងារដែលល្អបំផុតនៅក្នុងប្រទេសកូរ៉េគឺ SA នឹងហើយរួចនៅពេលម្នាក់នេះនៅពេលអនាគតនឹងក្លាយជាភ្នាក់ងារគីមសូហូរួចមិននឹកស្មានថានៅពេលនេះខ្ញុំបានជួបគាត់ទាល់តែសោះរួចហាជិនបានន័យថា SA បានធ្វើឲ្យសូយុកនឹងដូចជាឆ្ងល់ដែរហាជិនបានបន្តមើលទៅដូចជាទុកចិត្តបានដូច្នេះហើយពួកយើងនឹងបង្កើតកិច្ចព្រមព្រៀងជាមួយគ្នារួចគាត់បានគិតថាពិភពលោកនេះមានឡើងតែនៅក្នុងខ្សែរឿងទេហើយវាគឺមានតួអង្គជាច្រើនណាស់ដែលមិនអាចស្វែងរកឃើញតម្លៃរបស់ខ្លួនឯងនៅក្នុងខ្សែរឿងនោះសូយុកលើដូច្នេះហើយក៏បញ្ញាប់អរគុណទៅកាន់ហាជិនយ៉ាងលឿនហាជិនគឺបន្តខ្ញុំមិនគួរណាផ្ដល់ការគំរាមកំហែងដើម្បីភ្ជាប់ទំនាក់ទំនងជាមួយនឹងពួកគេនោះទេប៉ុន្តែចុះសិនតើលោដែរទេដែលខ្ញុំយកភ្នាក់ងាររបស់គីមសូហូអញ្ចឹងបន្ទាប់មកខ្សែរឿងគឺការមកដល់តំបន់ប្រមាញ់វិញហាជិនបានសួរទៅកាន់សូយុកថាតើលោកមិនអីទេមែនទេដែលធ្វើរមាតាមខ្ញុំវែងឆ្ងាយដូច្នេះសូយុកតបថាកុំបារម្ភអីបើសិនមកមានគ្រោះថ្នាក់លោកគឺចាក់ចេញទៅឯហាជិនបានគិតថាចុងភ្នាក់ងារចេះសំបីតឡានក៏មិនមានដែរប៉ុន្តែភ្លាមនោះសូយុកក៏បានប្រទះឃើញដានជើងហូបហ្គោប្លិនគាត់បានប្រាប់ទៅកាន់ហាជិនថាវាគឺងាយស្រួលនៅក្នុងការប្រមាញ់នោះទេចំណែកឯតម្លៃដែលទទួលបានវិញ3សែនទៅ4សែនវ៉ុននៅក្នុងមួយក្បាលហាជិនគិតថា Magic Bullet មួយគ្រាប់ហ្នឹងគឺមានតម្លៃរហូតដល់2សែនវ៉ុនបាត់ហើយដូច្នេះខ្ញុំត្រូវតែពិចារណាមើលសត្វចម្លែកណាដែលលក់បានថ្លៃហើយភ្លាមមកដែរហាជិនក៏ចោលលើកាន់សត្វចម្លែកនៅខាងក្រោមព្រមទាំងសួរថាតើមួយនោះមានតម្លៃប៉ុន្មានដែរហើយសត្វចម្លែកដែលហាជិនចោលទៅគឺជាជ្រូកព្រៃសុកយកឃើញហើយបញ្ញាប់និយាយទាំងសន្សោតថាតើនោះមិនមែនជាជ្រូកដែរទេឬប៉ុន្តែវាគឺមិនអាចកម្ចាត់បានដោយគ្រាន់តែប្រើប្រាស់កាំភ្លើងទេដោយគ្រាប់កាំភ្លើងគឺមិនអាចស្គៀបទៅដល់ស្បែកខាងក្រៅរបស់វាផងហាជិនបានតបថាតរតែសាកសិនបានដឹងសូយកលើដូច្នេះហើយក៏សុំទោសទៅកាន់ហាជិនដូចគ្នាហាជិនគិតថាកាំភ្លើងរបស់គាត់ពិតជាល្អព្រោះវាជាកាំភ្លើងដែលដោះដូរជាមួយនឹងយោយន្តហាហើយភ្លាមនោះហាជិនក៏បានដកកាំភ្លើង Desert Angle ចេញមកដែលកម្រិតរបស់វាគឺជាកាំភ្លើងថ្នាក់ខ្ពស់គុណលក្ខណៈសម្បត្តិរបស់វាគឺដែកហាជិនគិតថាគាត់ក៏បាន upgrade វាជាមួយនឹង Story Point ដូចគ្នាសូយកប្រាប់ថាបើសិនជាធ្វើដូច្នេះកាន់តែធ្វើឲ្យសត្វចម្លែកនោះកាន់តែខឹងនោះទេប៉ុន្តែហាជិនគឺមិនបានខ្វាយខ្វល់សាបមួយឡើយក៏បានតម្រង់កាំភ្លើងទៅកាន់សត្វចម្លែកជ្រូកនោះរួចក៏ដាក់មួយគ្រាប់ទៅកាន់សត្វចម្លែកជ្រូកនោះដែលស្បាបយកតែម្ដងសូយកឃើញដូច្នេះគឺបានធ្វើគាត់ដាច់ផ្កាយកតែម្ដងរួចយើងមកដើមពីលក្ខណៈសម្បត្តិបន្ថែមរបស់កាំភ្លើង Desert Angle នេះនៅពេលណាសម្លាប់ទៅកាន់សត្រូវត្រឹមតែមួយគ្រាប់វានឹងឲ្យផលចំនួន2ដងហាជិនឃើញដូច្នេះហើយបានន័យថាកាំភ្លើងមួយដើមនេះមិនអស់នោះទេសិនបើគ្នាយើងចង់ឧបត្ថម្ភមកការខ្ញុំបាទគឺអាចឧបត្ថម្ភបានតាមរយៈ QR Code នៅមាននៅលើវីដេអូនេះរាល់ការដូណេរបស់អ្នកទាំងអស់គ្នាគឺជួយមកដល់ខ្ញុំបាទច្រើនមែនទែន